ដោយសារតែត្រូវទឹកភ្លៀងកាលពីថ្ងៃមុនដែលជាហេតុនាំឲ្យខូហ្គាគាត់ឈឺហើយឈឺឡើង3ថ្ងៃនៅតែឯងឈឺតែឯងមើលថែខ្លួនឯងដែលពេលហ្នឹងគាត់បានទទួលសារពីអានយ៉ាហើយវាគឺជា playlist ចម្រៀងដែលចម្រៀងទាំងអស់ហ្នឹងគឺសុទ្ធតែជាចម្រៀងដែលគាត់ចូលចិត្តប៉ុន្តែអានយ៉ាសែនមកហ្នឹងគឺមិនសែនឲ្យខូហ្គាក្នុងនាមជាខូហ្គាហើយក្នុងកំឡុងម៉ោងសិក្សាគាត់ក៏បានសែន playlist មួយទៅកាន់អានយ៉ាវិញដែលគាត់ចង់ឃើញ reaction របស់អានយ៉ាហើយអានយ៉ាគឺគាត់ធ្លាប់ឃើញ playlist ហ្នឹងភ្លាមគាត់សុំលោកគ្រូទៅ nurse office ជាមួយនឹងទូរស័ព្ទនឹងដើម្បីទៅស្ដាប់ដោយសារជីវិតខូហ្គាភីងពេកឡើងពូគាត់ឆ្ងល់ហ្នឹងឯងមិនបាច់ឆ្ងល់ទេ playlist ហ្នឹងអានយ៉ានេះសែនឲ្យហើយសូម្បីពូគាត់ក៏គិតដែរថាណាគេអ្នកធ្វើ playlist ហ្នឹងមិនបានលយម៉េះហើយខូហ្គាក៏បានប្រាប់ថានោះមកដល់ល្មមហើយពូរបស់ខូហ្គាក៏បានសួរទៅកាន់អានយ៉ាថាមិនបានអាសាមកហាងហ្នឹងម៉េះក៏សួរថាអានយ៉ាមួយខូហ្គាហ្នឹងមិត្តភក្តិគ្នាមែនដោយសាររៀនប្រាប់ថាលុយក្រាស់ក្មួយគេក៏ប្រាប់គេថាមកហាងហ្នឹងទៅបានស្ដាប់ចម្រៀងអត់សូវអបសុខចឹងណែនាំឲ្យស្គាល់នៅតួអង្គថ្មីរបស់យើងដែលគាត់មានឈ្មោះថាណារីតាហើយគាត់កំពុងតែជះភាពសង្ហារបស់គាត់ដើម្បីសុំ homework គេច្រឡងសំខាន់សុំចំខូហ្គាមានអីគាត់អត់ទាន់ធ្វើដែរហើយពេលហ្នឹងអាញារបស់យើងក៏បានលុកមាត់ចូលមករបៀបឆិញអញ្ចឹងណាថាសុំ homework គេច្រឡងហើយណាហើយក៏បានថាឲ្យណារីតានឹងថា jerk face ទៀតកន្លែងហ្នឹងក៏ញ៉ាំគាត់ចង់ថាមុខរបស់ណារីតាហ្នឹងគឺភ្លើអត់ចេះធ្វើខ្លួនឯងអញ្ចឹងទៅហើយពេលតែ jerk face ហ្នឹងគឺស្តាក់ពេញនៅក្នុងខួរក្បាលរបស់ណារីតាហ្មងតែសម្រាប់ដើរសុកហ្នឹងក៏បានឃើញអានយ៉ាដែលគាត់ក៏សម្គាល់ឃើញថាអានយ៉ាហ្នឹងគឺមានអត្តចរិតប្លែកអត់ដូចពេលគាត់នៅសាលាហើយពេលហ្នឹងក៏លេចចេញខូហ្គារបស់យើងមកដែរណាតែគាត់ថា wow so cool បានគាត់អត់មានឱកាសនឹងយកឈ្នះម្នាក់ហ្នឹងបាននេះម្នាក់លយពេកតែស្រាប់តែពេលហ្នឹងក៏គាត់មានអារម្មណ៍ថាជុំម្នាក់នេះដូចធ្លាប់ស្គាល់ប្លង់ថ្មីដែលយើងឃើញថាអានយ៉ានិងមិត្តភក្តិរបស់គាត់កំពុងតែល្អូពីការសម្អាតថ្នាក់មុនពេល summer vacation ដែលពេលហ្នឹង principal សាលាគាត់បានចាក់ចម្រៀងណាប៉ុន្តែរបៀបថាគាត់ចាក់បទពីដើមរបៀបបទចាស់ដែលក្មេងសម័យឥឡូវគឺគាត់អាចនឹងអត់ដែរស្ដាប់ទេបទហ្នឹងច្រៀងដោយ band មួយឈ្មោះ Aerosmith ដែលភាគច្រើនគឺគេថាអូយដាក់បទ BTS ដាក់បទ Fuji ទៅតែអានយ៉ាគាត់បែរជាចូលចិត្ត vibe ចឹងវិញហើយគាត់ក៏បាន notice ដែរថាខូហ្គាយើងក៏គាត់ enjoy ដែរអានយ៉ាយើង surprise ខ្លាំងមែនតើហើយក៏បានកញ្ជ្រោលទៅសួរខូហ្គាថាលយត្រូវអត់តែក៏បានសុំទោសគេវិញដោយសារគាត់ថាខ្ញុំធ្វើឲ្យខូហ្គាភ្ញាក់មែនខូហ្គាគាត់ថាអត់អីទេប៉ុន្តែមើលដល់ពេលគាត់លើកវ៉ែនតាឡើងចឹងទៅមុខគាត់ស្តៀងអូនេសាន់នៅក្នុងហាងលក់ CD ហើយគាត់ខំពាក់វ៉ែនតាវិញឡើងដោយសារគាត់ខ្លាចថាក្លូមានគេចំណាំគាត់តែស្អែកឡើងអត់តនេះយើងឃើញថាណារីតាហ្នឹងមកហៅខូហ្គាដល់ហាងហើយសួរថាម៉េចបាននៅសាលាពាក់វ៉ែនតាចឹងហើយមើល reaction ខូហ្គាហើយ reaction របស់ណារីតាវិញឡើង excited ដល់បាននិយាយមួយខូហ្គាខំទៅសារគេថាគេលយគេអីហើយសូម្បីតែអានយ៉ាក៏អាសាមកហាងមួយដងតែមើល reaction របស់ខូហ្គាត្រូវហើយខ្ញុំខូហ្គាតែសុំកំប្រាប់ខ្លួនទៅកាន់អានយ៉ាខ្ញុំគិតថាឡើយហ្នឹងខូហ្គាក៏អត់កាចដាក់ណារីតាដោយសារយើងឃើញមានស្លឹកឈើជ្រុះមានអីចាំងចឹងមិនន័យថាគាត់គ្រាន់តែនិយាយធម្មតាស្អែកឡើងពេលពួកគាត់ទៅរៀនមកណារីតានិយាយថាទៅខ្ញុំអត់ប្រាប់អានយ៉ាដោយសារគាត់ដឹងថាប្រហែលជាខូហ្គាគឺមានហេតុផលអីនៅពីក្រោយហ្នឹង green flag ក៏បាននិយាយដែរថាគាត់គិតថាបើសិនជាទោះបីជាអានយ៉ាដឹងក៏ពីរនាក់ហ្នឹងនៅតែស្និទ្ធគ្នាបានដែរហើយខូហ្គារបស់យើងក៏បាននិយាយទៅវិញថា extrovert ហើយ introvert គឺអត់សូវចុះសម្រុងគ្នា episode ហ្នឹងចប់ហើយ bye